របៀបការពារទឹកភ្លៀងបាទបងប្អូនក្នុង YouTube ខ្ញុំបង្ហោះចែកម្លែកអានេះខ្ញុំសាកខ្ញុំសាកលបងមើលខ្ញុំក្របតង់មេឃភ្លៀងកក់ខែ3នេះការពង្រីកខ្លះក៏ពង្រីកខ្លះក៏កតុយជិះចិត្តឆេះហើយខ្លះទៀតអត់តាន់រីកទេឥឡូវខ្ញុំក្របតង់វាដើម្បីការពារជ្រុះចាំមើលតើវាបានផលឬអត់ខ្ញុំសាកធ្វើយកបទពិសោធន៍មើលវាត្រេនតែមួយដើមហ្នឹងឯងរីកក្រោយគេវា2សេរីឥឡូវខ្ញុំក្របតង់នេះទឹកភ្លៀងឡើងដក់គល់ភ្លៀង2មេហើយថ្ងៃមុន1មេឥឡូវថ្ងៃនេះ1មេទៀតខែ3ដើមខែ3ភ្លៀងថ្ងៃទី1ខែ3ការពងចាយរិចខ្លះក៏កតុយជិះចិត្តឆេះឃើញថាត្រូវទឹកភ្លៀងអញ្ចឹងវាបាសច្រាងហ្មងខ្ញុំសាក់ក្របវាយកបទពិសោធន៍មើលតើវាអាចនឹងទទួលផលបានទេថាពេលដែលកតុយជិះការពង្រីកអញ្ចឹងគេឲ្យយើងបន្ថយទឹកតែឥឡូវវាមិនបន្ថយអានេះវាកក់ខែមកវាជោគជាំវាទៅជា 100% ទឹកវាចូលមិន 100% អានេះ100ជាងបើយើងនិយាយពីបើកទឹក1ម៉ោងមួយថ្ងៃវិញវាចូលលក្ខណៈ1ម៉ោងកន្លះអានេះបើភ្លៀងមកឡើងដក់ហ្មងហើយចឹងចាំមើលខ្ញុំចេញវីដេអូក្រោយមើលដើមនឹងវាអាចនៅសល់ផ្លែអីបើកតុយជិះវាទៅរីកផ្កាអញ្ចឹងអត់តន់ឆេះផងហើយភ្លៀងខ្លាំងសង្ឃឹមថាវាអាចនៅខ្លះវាឆ្នាំទៅដើមខ្លះត្រូវតែភ្លៀងជ្រុះទៅអស់រលីងឥឡូវឆ្នាំនេះចាំមើលខ្ញុំក្របកស៊ូអញ្ចឹងចាំមើលវានៅអត់បងប្អូនខ្ញុំធ្វើយកបទពិសោធន៍ចាំមើលយើងធ្វើទៅចាំមើលវាជោគជ័យអត់ចង់ដឹងវាមេឃភ្លៀងចេះអាក្តាប់ដែលប៉ុនពងមន់នោះធំលឿនណាត្រូវទឹកភ្លៀងចេះនេះក្តាប់ណាដែលប៉ុនពងមន់ចេះនឹងធំលឿនអានេះវាធំលឿនបាទបានភ្លៀង2មេនេះធំលឿនហ្មងដើមនេះខ្ញុំអត់តន់តែងសម្រាប់ចាំមើលផ្លែវាផុតវគ្គជ្រុះបាន60ថ្ងៃអានឹងខ្ញុំតែងផ្ដាច់
bà từ tật phèn chứ thom lươn á